ស្ងប់ចិត្តនៅពេលណាមនុស្សបានស្គាល់ខ្លួនឯងចិត្តនឹងរួចរដោះភ្លាមចិត្តប្រែទៅជាមានសេរីភាពចិត្តប្រែទៅជាមានអំណាចចិត្តប្រែទៅជាមានខន្តីចិត្តប្រែលែងជាប់ចំណងជីវិតមនុស្សយើងម្នាក់ឲ្យតែចិត្តខ្លាំងហើយឲ្យតែចិត្តនឹងនៅមានជំហររឹងមាំហើយឲ្យតែចិត្តស្ងប់ឲ្យតែចិត្តយើងគ្មានជំងឺហើយគឺយើងនឹងប្រែទៅជាមនុស្សដែលមានអំណាចអំណាចនេះវាគឺជាអំណាចដែលចេញពីក្នុងខ្លួនឬហៅម្យ៉ាងទៀតថា inside out ដែលអ្នកនិពន្ធនិងបុគ្គលល្បីៗជាច្រើនបានយកមកប្រើធ្វើជាគោលការណ៍ដឹកនាំលើគ្រប់វិស័យអ្វីៗនឹងការងារធំតូចទាំងអស់គឺវាត្រូវចាប់ផ្ដើមពីកម្លាំងខាងក្នុងមុនសិនក្នុងជីវិតបើចិត្តយើងរឹងមាំហើយគឺថាគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ